អញ្ញាធរជាតិអប្សរាជួសជុលបង្រឹងបង្អួចដែលបាក់បែកចំនួន2ទីតាំងនៅប្រាសាទមន្ទីរសំរែក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបូរាណវិទ្យានៃអញ្ញាធរជាតិអប្សរាបានជួសជុលចង្រឹងបង្អួចចំនួន2ទីតាំងនៅប្រាសាទមន្ទីរសំរែដែលកំពុងប្រឈមនឹងហានិភ័យឲ្យរឹងមាំឡើងវិញប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទមន្ទីរសំរែលោកឡុងណារីមានប្រសាសន៍ថាកិច្ចការដំបូងគឺត្រូវស្វែងរកបំណែកចង្រឹងបង្អួចដែលបានធ្លាក់នៅលើដីនិងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចង្រឹងបង្អួចដែលមានស្នាមប្រេះបាក់ជាកំណាត់រួចហើយត្រូវធ្វើការផ្គុំសាកល្បងថ្មរបស់ចង្រឹងបង្អួចទាំងនោះដើម្បីឈានទៅដល់ជួសជុលលោកបន្តទៀតថាចង្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី1នាខ្លាំងទ្វារខាងជើងមានសភាពទ្រុឌទ្រោមនិងចុះខ្សោយខ្លាំងដែលទាមទារការជួសជុលពង្រឹងការតភ្ជាប់ថ្មត្រង់កន្លែងបាក់បែកដើម្បីឲ្យរឹងមាំនិងមានលំនឹងដូចដើមឡើងវិញចំណែកចង្រឹងបង្អួចនៅទីតាំងទី2នាខាងទ្វារខាងលិចក៏រងការខូចខាតដោយអន្លើថ្មខ្លះបានធ្លាក់កូននៅលើដីបាក់ជាកំណាត់តម្រូវឲ្យធ្វើការព្យាបាលឡើងវិញដូចជាការលាងសម្អាតស្លាយកំណកដីនៅលើកន្លែងដែលត្រូវព្យាបាលនិងតភ្ជាប់ដោយដាក់ស្នូលព្រមទាំងបិទកែវភ្ជាប់សាច់ឬបិទបាយអមបំពេញស្នាមប្រេះនៅតាមមុខដំណដើម្បីការពារកុំឲ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញចង្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាតដោយសារតែអាយុកាលរាប់រយឆ្នាំព្រមទាំងរងកម្ដៅថ្ងៃសំណើមទឹកភ្លៀងនិងទឹកជ្រាបចូលដែលធ្វើឲ្យចង្រឹងបង្អួចនិងរចនាសម្ព័ន្ធផ្សេងទៀតនៅខ្លាំងទ្វារប្រាសាទបន្ទាយសំរែរងការខូចខាតយ៉ាងខ្លាំងដូចជាមានការប្រេះស្រាំពុកផុយនិងរបេះថ្មជាដើម